Ngàyនេះគ្រូមកបន្តពាក្យកលឹះក្នុងតែងសេចក្តី5ទៀតចឹងគេថាពាក្យទី1នោះការបដិញ្ញាចិត្តចឹងការបដិញ្ញាចិត្តមានន័យថាការសន្យាចំពោះខ្លួនឯងក្នុងការបំពេញកិច្ចការមួយឲ្យបានសម្រេចឧទាហរណ៍ថាឥឡូវខ្ញុំតាំងចិត្តថាបាក់ឌុប2026នេះខ្ញុំจะប្រឡងយកនិទេស A ពាក្យទី2មនសិការមានន័យថាស្មារតីដែលជួយមនុស្សដឹងខុសត្រូវនិងវិនិច្ឆ័យល្អអាក្រក់ពាក្យទី3ពាក្យនោះពេញនិយមការរៀនសូត្រពេញមួយជីវិតគឺការបន្តស្វែងរកចំណេះដឹងនិងអភិវឌ្ឍខ្លួនរហូតដល់ចាស់ពាក្យទី4ឧត្តមភាពមានន័យថាភាពល្អប្រសើរភាពលេចធ្លោជាងគេក្នុងវិស័យណាមួយហើយយុវជនគឺមានន័យថាក្រុមមនុស្សវ័យក្មេងដែលជាកម្លាំងស្នូលនិងជាអនាគតរបស់ជាតិអញ្ចឹងបើបងប្អូនចាប់អារម្មណ៍រៀនតែងស្ដីបាក់ឌុប2027ជាមួយគ្រូបងឯងចុះឈ្មោះបានគ្រូទទួលចាប់ពីថ្ងៃនេះដល់ដើមខែ9គឺរៀនថ្ងៃសៅរ៍ថ្ងៃអាទិត្យមួយថ្ងៃ2ម៉ោងណាតម្លៃសិក្សាគឺ$25